បងអូនអើយការងារក្រោយផ្ទះម្ដងចុងខែកុម្ភៈនេះខ្ញុំដកភ្លើងកែបខ្ញុំដាំម្ដងទៀតភ្លើងកែបនេះមួយឆ្នាំខ្ញុំដាំ2ទៅ3ដងហើយរដូវចុងក្រោយដែលខ្ញុំដាំគឺខ្ញុំដាំនៅក្នុងខែតុលាឬក៏វិច្ឆិកាបើខ្ញុំដាំខែហ្នឹងចុងមករដូវខែរងាហ្នឹងគឺខ្ញុំបានភ្លើងកែបហូបរហូតក៏ប៉ុន្តែអាចុងឆ្នាំកន្លងហើយនេះគឺខ្ញុំខ្ជិលដល់ពេលខ្ញុំខ្ជិលខ្ញុំទុកភ្លើងកែបនឹងចោលទៅអត់បានហូបទេខែរងាបងប្អូនហើយបើសិនជាខ្ញុំដាក់ដាំខែតុលាវិច្ឆិកាភ្លើងកែបខ្ញុំចូលដល់ខែកុម្ភៈហ្នឹងគឺដុះជោគជាក់ហើយរាល់ឆ្នាំតែដោយសារថាខ្ញុំដូចខ្ញុំនិយាយចឹងខ្ញុំខ្ជិលហើយភ្លើងកែបនឹងដែរបងប្អូនបើសិនជាបងប្អូនដាំគោកអត់ដាក់ទឹកផុកចឹងទេវាដុះមករឹងអត់សូវឆ្ងាញ់ទេតែបើសិនជាយើងដាំនៅក្នុងធុងដែលអត់ព្រុសពូតចឹងដូចខ្ញុំចឹងគឺដុះល្អណាស់ហើយមួយទៀតបើបងប្អូនអត់ដកវាដាំវានៅតែដុះចឹងប៉ុន្តែវាដុះអត់ល្អទេបើបងប្អូនចង់ដឹងសាកមើលទៅពីព្រោះអីកាលខ្ញុំនៅតូចពេលអ្នកស្រុកអ្នកភូមិខ្ញុំគេដាំភ្លើងកែបនៅពេលដែលគេបេះលក់2 3ដងចឹងហើយដើមវាចាប់ដើមរឹងចាស់អញ្ចឹងគេដកចេញហើយគេដាំសារថ្មីដកចេញដាំសារថ្មីចឹងទៅបានភ្លើងកែបហ្នឹងវាដុះលឿនហើយវាល្អបើយើងអត់ដែលធ្វើអញ្ចឹងទេដុះមករឹងហើយភាកច្រើនបងប្អូនខ្លះគាត់សុំភ្លើងកែបខ្ញុំទៅខ្ញុំបានចេញវីដេអូប្រាប់គាត់ថាដាំចេះដាំចុះគេអត់ធ្វើតាមទេដល់ពេលហើយចេះតែមកសួរអើយភ្លើងកែបខ្ញុំរឹងហូបកើតអើយបើខ្ជិលកុំចង់ដាំនិយាយមែនអារឿងតាណាំរឿងអីនេះបើខ្ជិលកុំដាំហើយបើដាំហើយរៀងអាសាបន្តិចបានហូបហើយបើដាំហើយខ្ជិលកុំចង់ដាំនិយាយមែនបងប្អូនអញ្ចឹងខ្ញុំដកចឹងហើយគឺខ្ញុំក្របកុំឲ្យវាភ្លៀងចូលដីផុកនឹងទៀតអាដីផុកហ្នឹងគឺខ្ញុំដាក់ដីថែមដាក់ដីថ្មីលាយដីចាស់ទៅហើយយើងក្របទៅខ្ញុំទុកពីថ្ងៃក្រោយបានខ្ញុំចាប់ដើមយកដើមភ្លើងកែបហ្នឹងមកដាំអញ្ចឹងវីដេអូក្រោយខ្ញុំប្រាប់បងប្អូនពីរបៀបដាំតាមពិតទៅខ្ញុំចេញវីដេអូច្រើនដងហើយបងប្អូនក៏ប៉ុន្តែខ្ញុំចេញជូនបងប្អូនម្ដងទៀតអញ្ចឹងសូមទស្សនាវគ្គបន្តសូមជម្រាបលា